បាទជំរាបសួរបងប្អូនកសិករចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះដែរគឺដោយសារមានបងប្អូនយើងបាទដែលចិញ្ចឹមជ្រូកបែបលក្ខណៈគ្រួសារតែងតែជួបផ្ទះណានៅបញ្ហាមេជ្រូកបាទមេជ្រូកដែលកើតកូនហើយដែលអត់មានទឹកដោះអញ្ចឹងណាបាទមានដែរមានចេញមកតិចតួចកូនបោកគ្រប់គ្រាន់អញ្ចឹងណាឬក៏មេជ្រូកទាស់អីចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងបញ្ហាទាំងនេះនៅតែជាបញ្ហាដែលបងប្អូនកសិករយើងតែងតែជួបប្រទះអញ្ចឹងណាហ្នឹងហើយអញ្ចឹងថ្ងៃនេះគឺខ្ញុំបង្ហាញថ្នាំណាបងប្អូនហ្នឹងហើយអញ្ចឹងបាច់បារម្ភទៀតទេអញ្ចឹងគឺមានថ្នាំហើយចាអញ្ចឹងគឺខ្ញុំបង្ហាញថ្នាំបាទអញ្ចឹងថ្នាំនេះគឺសម្រាប់ព្យាបាលមេជ្រូកទាស់ហ្នឹងហើយមេជ្រូកទាស់ឬក៏មេជ្រូកដែលកើតកូនមកហើយនឹងវាមិនសូវមានទឹកដោះបាទឬក៏អត់ទឹកដោះអញ្ចឹងណាអញ្ចឹងយើងអាចចាក់ជំនួយបាននឹងអាទាស់ក៏ត្រូវអាមេជ្រូកមិនសូវមានទឹកដោះហ្នឹងក៏ចាក់ជំនួយបានដែរត្រូវហើយថ្នាំនេះយើងអាចចាក់បូកជាមួយនឹងពពួកថ្នាំព្យាបាលផ្សេងបានណាគ្រាន់តែតម្រូវឲ្យយើងប្រើតារាងមកជុលផ្សេងគ្នាអញ្ចឹងណាហ្នឹងហើយបាទអញ្ចឹងគឺថ្នាំនេះគឺខ្ញុំប្រើគឺល្អណាស់ចឹងបងប្អូនដែលតែជួបបញ្ហាហ្នឹងហើយមេជ្រូកដែលកើតកូនមកហើយអត់ទឹកដោះដូចជាមេជ្រូកទាស់អីហ្នឹងបាទអាចប្រើប្រាស់ថ្នាំនេះបានហ្នឹងហើយបាទអញ្ចឹងគឺអត់មានអីទេអញ្ចឹងគឺខ្ញុំចែកម្លែកតែប៉ុណ្្នឹងឯងបាទអរគុណច្រើនបាទជម្រាបលា